សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចង់ប្រៀបធៀបកម្មធម្មតាបងកម្មធម្មតាដែលគេលក់នៅលើផ្សារជាមួយនឹងកម្មត្បូងធម្មជាតិឬក៏ថ្មធម្មជាតិពិតៗថាវាខុសគ្នាកម្រិតណាបងគឺយកមកផ្ទឹមឬកំដៅប្រហែលគឺមិនដូចដាច់ខាតតែម្ដងនេះខ្ញុំបាទទិញមកខ្សែបងទិញមកខ្សែតម្លៃវា$28វាស្មើ110000ជាងហើយខ្ញុំយកមកផ្ទឹមជាមួយនឹងថ្មដែលខ្ញុំធ្លាប់ច្នៃធ្លាប់ធ្វើកន្លងមកគឺมันដូចគ្នាដាច់ខាតគឺអត់ដូចគ្នាទេបងប្អូននេះគឺជាថ្មធម្មជាតិហើយយកទៅដាក់នឹងកម្មខ្លាំងៗគឺអត់ដូចគ្នាទេសូម្បីតែថ្មនិលដែលខ្ញុំដាក់ប្រចាំងនោះគឺថ្មនិលដែលខ្ញុំបង្ហាញហ្នឹងគឺបុកពលឺទៅចូលហ្មងបុកពលឺទៅចូលចេញពណ៌ខៀវឬក៏ពណ៌ឡែហើយចំណែកកម្មនិលមួយគ្រាប់នោះគឺបុកពលឺអត់មានចូលអីសំបីតែបន្តិចហើយនេះថ្មប្រភេទថ្មកមួនទឹកឃ្មុំពណ៌រៀងលឿងក៏ដូចគ្នាដែរសំបីតែយើងដាក់ទៅពួកថ្មគឺវាមានលឿងស្រាលជាងអានោះមានជាតិកំហាប់ជាងហើយបើក្រហមគឺខុសគ្នាដាច់តែម្ដងអានេះក្រហមកម្ៅហើយពណ៌វាដិតពេលយើងបុកពលឺទៅពណ៌វាដូចមាននេះហ្មងហើយនេះអាពណ៌រៀងខៀវនេះយកទៅដាក់ឡជាមួយនឹងកម្មក៏អត់ត្រូវគ្នាដែរបងប្អូននេះប្រភេទថ្មចែកអីគឺអត់មានយកថ្មគំរូណាយកមិនបានទេចំបីអានេះក្រហមពណ៌វាក្រហមទៅផ្សេងពណ៌លឿងទៅនេះវិញតែកម្មនេះគឺជាប្រភេទខ្លាំងខ្លាយទេបងប្អូនបានតែកម្មមែនកម្មខ្លាំងខ្លាយគាត់ដឹងកម្មវាមិនមែនជាថ្មធម្មជាតិគឺថ្មដែលគេធ្វើឡើងបងប្អូនដោយប្រភេទភ្លីវបអីចឹងណាតែណាក៏វាល្អជាងកម្មមួយចំនួនដែលគេលក់ខ្សែឡាយជ័រតែម្ដងគឺជ័រសុតតែម្ដងហើយគេដាក់លក់ហើយគេលក់អត់ខាតទេបងប្អូនគេចំណេញណាព្រោះពពួកនេះទិញមកគេគិតគីឡូខ្ញុំដឹងហើយ1គីឡូដូចជា20-30រៀលហ្នឹងគេដោតកម្មលក់តែហានេះមកធម្មជាតិបងប្អូនអានេះប្រភេទអាល់ហ្គេតធម្មជាតិសុតតែម្ដងដែលខ្ញុំច្នៃនេះសុតសានបងប្អូនអត់មាននេះពណ៌ក្រហមស្អាតតែហើយ highlight ពួកឡាយឆ្នូតឡាយអីក៏ស្អាតខុសពីកម្មខ្លាំងខ្លាយខុសពីថ្មខ្លាំងខ្លាយដែលគេលក់ឆ្ងាយដាច់គ្នាបងប្អូនវាខុសពីអាភេទពួកអ៊ីណុកអីទេអាមួយមាសអាមួយស្ពាន់អាមួយអ៊ីណុកហ្នឹងណាវាខុសគ្នាអញ្ចឹងហើយរបស់ល្អគេមិនដែលលក់ថោកទេហើយខ្ញុំជឿហើយនេះជារបស់ធម្មជាតិបងប្អូនកម្មដែលយើងមានជាងមានអីធ្វើត្រឹមត្រូវណាបងប្អូនកន្លងមានជាងធ្វើដោយដៃហើយមួយខ្សែនេះគឺតម្លៃ$180ទៅ$200ព្រោះនេះជារបស់ធម្មជាតិដែលយើងធ្វើឡើងគិតមើលផ្លែចោះមួយគ្រាប់1រៀលហើយកាលផ្លែមួយយើងចោះបានតែមួយគ្រាប់ទេឬក៏បាន2គ្រាប់អីហ្នឹងគឺអស់បាត់ហើយនៅថ្លៃខាត់ថ្លៃប៉ូលាថ្លៃយើងទិញថ្មមកកលឹងថ្លៃកម្លាំងពលកម្មរបស់យើងគឺអត់អាចទៅរួចទេមួយខ្សែហ្នឹងណាបងប្អូនអាចលក់ក្នុងតម្លៃ$20 $30បានទេគឺយើងមានតែតម្លៃចាប់ពី$100ឡើងពពុះប្រភេទសាច់ចេញចេះថាសាច់ផ្សេងក៏តម្លៃថោកទៅតាមហ្នឹងវាស្ថានថ្មរឹងវាជ្រាយអរគុណច្រើនបងប្អូនបានចូលក្នុងវីដេអូ